សូមជម្រាបសួរនិងសួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះយើងមករៀនមេរៀនបន្តទៀតដែលយើងរៀនអំពីរបៀបនៃការផាត់តុងទៅលើស្រមោលទៅលើវត្ថុស៊ីឡាំងអញ្ចឹងយើងដឹងស្រាប់ហើយថានៅក្នុងមេរៀនគំនូរមើលឃើញរបស់យើងវត្ថុសំខាន់ដែលយើងត្រូវចេះផាត់តុងទៅលើស្រមោលមាន3មានគូបមានស្វានិងស៊ីឡាំងចុងក្រោយគេបាទកុំឲ្យខាតពេលយូរយើងចាប់ផ្ដើមចូលមេរៀនទាំងអស់គ្នាខ្ញុំបែងចែកกระดาษជាពីរផ្នែកមួយផ្នែកខាងស្ដាំខ្ញុំទុកបញ្យលគ្នាយើងបាទអញ្ចឹងខាងនេះខ្ញុំទុកបញ្យលខាងនេះខ្ញុំនឹងគូស៊ីឡាំងមុននឹងយើងចាប់ផ្ដើមគូស៊ីឡាំងវត្ថុជាច្រើនដែលវាតាក់ទងទៅនឹងស៊ីឡាំងវាមានឧទាហរណ៍ដូចជាអូខេយើងចាប់ផ្ដើមបាទអញ្ចឹងស៊ីឡាំងវាមានរូបរាងបែបនេះអូខេវាមានរូបរាងបែបនេះអានេះវាទៅក្រោយអូខេរូបរាងស៊ីឡាំងរបស់យើងបែបនេះទម្រង់រួមរបស់ស៊ីឡាំងគឺចតុកោណកែងប្រឈរចតុកោណកែងប្រឈរឬផ្ដេកវាអាស្រ័យទៅលើវត្ថុទេអាចវត្ថុខ្លះផ្ដេកបាទនេះជាទម្រង់រួមរបស់វារបៀបនៃការដាក់តុងពលឺស្រមោលឥឡូវខ្ញុំឲ្យពលឺមកពីខាងឆ្វេងខាងនេះខ្ញុំចែកតុងជា4តុងឬក៏5តុងអាហ្នឹងអាស្រ័យលើយើងនេះឲ្យតែបើបានច្រើនតុងកាន់តែល្អបើពលឺមកពីខាងឆ្វេងនេះកន្លែងនេះតុងទី1ទី2ទី3ទី4អានេះទី3មកវិញហើយខាងនេះទី2មកវិញបាទអានេះងឹតជាងគេអានេះងឹតបន្ទាប់រាងស្រាលដល់តុងទី1របៀបនៃការកំណត់តុងពលឺស្រមោលខ្លួនរបស់ស៊ីឡាំងគឺមានប៉ុណ្ណឹងឥឡូវយើងមកនិយាយកន្លែងនេះម្ដងកន្លែងមាត់នេះនិងកន្លែងគូតរបស់ស៊ីឡាំងនេះបាតរបស់ស៊ីឡាំងនេះបាទឥឡូវខ្ញុំយកឧទាហរណ៍អាមាត់នេះអាបាតនេះនិងអាមាត់នេះទៅដាក់នៅក្នុងនេត្រាទស្សន៍អញ្ចឹងនេត្រាទស្សន៍របស់យើងមានបន្ទាត់អានេះជាខ្សែភ្នែកអានេះខ្សែដីបាទយើងនិយាយពីមាត់នេះឥឡូវបើខ្ញុំដាក់ស៊ីឡាំងហ្នឹងនៅក្រោមភ្នែកអានេះខ្សែភ្នែកណានៅក្រោមភ្នែកអញ្ចឹងស៊ីឡាំងនៅកន្លែងហ្នឹងនេះនេះមាត់នេះបើសិនបើវានៅគៀកជាប់ទៅនឹងខ្សែភ្នែកនេះគឺយើងឃើញតែម្លាអញ្ចឹងទេប៉ុន្តែនៅពេលដែលវាចុះមកពីក្រោមខ្សែភ្នែកបន្តិចយើងចាប់ដើមឃើញអេលីបបន្តិចអញ្ចឹងបើតម្រងរួមរបស់អេលីបហ្នឹងវារាងចតុកោណកែងចេះហើយយើងចាប់ជាអេលីបក្នុងហ្នឹងមកចុះមកក្រោមទៀតវាឃើញកាន់តែធំចុះមកក្រោមទៀតកាន់តែធំទៀតមុននឹងដល់ប្រព័ន្ធនេះវាមានច្រើនទៀតណានៅកន្លែងនេះមានច្រើនទៀតអញ្ចឹងខ្ញុំឧទាហរណ៍តាកន្លែងនេះមួយកណ្ដាលមួយហើយនឹងក្រៅមួយឧទាហរណ៍វិញអញ្ចឹងរវាងមាត់នេះនិងបាតផ្នែកខាងក្រោមគឺអេលីបវាអត់ប៉ុនគ្នាទេមាត់ខាងលើរាងស្ដើងមាត់ខាងក្រោមបាតខាងក្រោមរាងក្រាស់នេះបើយើងចាប់អេលីបទៅវារាងក្រាស់នេះកម្រាស់វាអញ្ចឹងនេះរាងស្ដើងអាហ្នឹងយើងនិយាយពីមាត់ផ្នែកខាងលើនិងមាត់ផ្នែកខាងបាតបើសិនបើស៊ីឡាំងហ្នឹងយើងចោះវិញអញ្ចឹងថាស៊ីឡាំងហ្នឹងវាប្រហោងក្នុងដូចជាបំពង់ទឹកត្នោតណាបំពង់ទឹកត្នោតបើយើងមើលពីលើកម្រាស់របស់ឫស្សី
វាស្មើគ្នាកម្រាស់របស់សាច់ឫស្សីណាអញ្ចឹងអានេះប្រហោងចូលទៅក្នុងជ្រៅអានេះគឺជាសាច់កម្រាស់របស់ឫស្សីណានេះកម្រាស់នេះណាបើយើងមើលពីលើទៅយើងឃើញកម្រាស់ហ្នឹងគឺស្មើគ្នាសាច់វាស្មើគ្នាប៉ុន្តែនៅពេលដែលយើងដាក់ផ្ដេកឧទាហរណ៍ផ្ដេកអញ្ចេះបាទផ្ដេកអញ្ចឹងបាទដាក់ប៉ុណ្នេះមានន័យថារូបហ្នឹងវានៅក្រោមខ្សែភ្នែកនៅក្រោមអាបន្ទាត់នេះបាទអញ្ចឹងនេះកម្រាស់កន្លែងនេះកម្រាស់សាច់របស់ឫស្សីហ្នឹងកន្លែងនេះនៅដដែលកន្លែងនេះនៅដដែលប៉ុន្តែកន្លែងនេះវាចាប់ផ្ដើមស្ដើងនេះវាទៅស្ដើងអញ្ចឹងវាទៅស្ដើងអញ្ចឹងខាងនេះទោះយើងដាក់ផ្ដេកដាក់បឈរយ៉ាងម៉េចក៏នៅតែកម្រាស់ហ្នឹងនៅដដែលប៉ុន្តែនេះប្រែប្រួលអញ្ចឹងបើអានេះវាយើងមើលចំពីមុខវាគឺវាកម្រាស់បែបនេះបាទនៅពេលដែលវាអេលីបកាន់តែតូចបែបនេះអញ្ចឹងចំណុចនេះវាកាន់តែស្ដើងតែអានេះនៅដដែលទេណានេះនៅដដែលកម្រាស់ហ្នឹងនៅដដែលអញ្ចឹងអានេះកាន់តែស្ដើងអញ្ចឹងបើវាអេលីបចុះកាន់តែតូចមកទៀតនេះវាស្ទើរតែបាត់តែម្ដងវាឃើញតែមួយឡាញទេបាទអាហ្នឹងករណីស៊ីឡាំងហ្នឹងវាមានប្រហោងចុះទៅក្នុងនេះណាកន្លែងនេះគឺជាប្រហោងចុះទៅក្នុងប្រហោងជ្រៅដូចបំពង់ទឹកត្នោតបំពង់ឫស្សីឬក៏បំពង់ទយោដែលវាមានលក្ខណៈប្រហោងខាងក្នុងអញ្ចឹងបើករណីបើស៊ីឡាំងហ្នឹងវាជាស៊ីឡាំងអត់ប្រហោងទេអូខេអានេះបាទផ្នែកខាងលើបើពន្លឺវាមកពីខាងឆ្វេងខ្ញុំយកដូចនេះណាខ្ញុំយកដូចអានេះបើពន្លឺវាមកពីខាងឆ្វេងអញ្ចឹងកន្លែងនេះយើងដឹងហើយរបៀបផាត់គឺដូចមួយនេះខ្ញុំពន្យល់ខាងដើមប៉ុន្តែនៅកន្លែងនេះខ្ញុំមិនទាន់បានពន្យល់ទេអញ្ចឹងកន្លែងហ្នឹងយើងអាចផាត់អញ្ចេះអានេះចែកតុងសិនមក1 2 3 4 3 2អញ្ចឹងកន្លែងនេះផាត់យើងអាចផាត់ធ្ងន់មកពីខាងនេះបន្តិចកន្លែងចាប់ដើមស្រាលអញ្ចឹងនេះកន្លែងនេះធ្ងន់បន្តិចមកហើយចាប់ដើមស្រាលមកផ្នែកខាងប៉ះនឹងតុងទី3ទី4នេះចឹងបើតម្រងលំអិតកន្លែងផាត់កន្លែងហ្នឹងយើងអាចផាត់ធ្ងន់មកពីខាងនេះយើងអាចបែងជាកង់ចឹងមកបានដែរចឹងកន្លែងនេះទី1ទី2ទី3ទី4ប៉ុន្តែមិនមែនទី4ហ្នឹងយើងយកតុងអាទី4នេះទៅដាក់ឯងយើងមើលផងថានៅលើនេះកម្លាំងពណ៌វាស្រាលឬក៏ធ្ងន់អញ្ចឹងបើកម្លាំងពណ៌នៅលើនេះស្រាលទេឧទាហរណ៍ថាទី4យើងដាក់តុងប៉ុណ្ណាទី4ឧទាហរណ៍យើងដាក់តុងប៉ុណ្នេះតុងទី4ប៉ុណ្ណឹងតុងទី3យើងស្រាលទី2ដល់ពេលទី1យើងអាចតុកស្រេចกระดาษតែម្ដងឲ្យវាសទៅតែម្ដងក៏បានឬក៏យើងផាត់តិចទៅប៉ុន្តែកន្លែងនេះកុំនេះណាកុំយើងកុំចែកអញ្ចឹងឲ្យឃើញស្នាមខ្មៅដៃអញ្ចឹងណាគឺយើងផាត់នៅពេលដែលយើងធ្វើគឺយើងផាត់ទៅសាច់មួយតែម្ដងផាត់ខ្មៅដៃទៅសាច់មួយតែម្ដងកុំឲ្យវាឃើញស្នាមយើងចែកតុងហ្នឹងអញ្ចឹងអាចថានៅពេលដែលយើងគូមែនតែនយើងអាចចែកតុងហ្នឹងនៅលើกระดาษផ្សេងហើយយើងផាត់នៅលើយើងផាត់យកមែនតែន
គឺអត់ឃើញស្នាមចែកតុងចឹងទេអាហ្នឹងកន្លែងបាតផ្នែកខាងលើរបស់ស៊ីឡាំងតែឥឡូវយើងចាប់ផ្ដើមអនុវត្តអញ្ចឹងខ្ញុំគូបំពង់ឫស្សីបាទតែដំបូងយើងរៀបចំប្លង់របស់យើងមកប្លង់យើងអញ្ចឹងបំពង់ឫស្សីវាជាស៊ីឡាំងដែរយើងទម្រង់រួមរបស់វាជាចតុកោណកែងទៅឈរឥឡូវខ្ញុំគូប៉ុណ្ណេះចឹងតម្រង់របស់វាធ្វើម៉េចតម្រង់រួមរបស់វាធ្វើម៉េចឲ្យស្មើគ្នាណាផ្នែកខាងលើផ្នែកខាងក្រោមត្រូវចំប្លង់กระดาษបាទតែអញ្ចឹងយើងចាប់ផ្ដើមរកអេលីបផ្នែកមាត់យើងដឹងស្រាប់ហើយអេលីបផ្នែកនៅខាងមាត់វាគៀកទៅនឹងខ្សែភ្នែកផ្នែកខាងលើអញ្ចឹងវាអេលីបទូចអញ្ចឹងយើងបង្កើតជាទម្រង់ចតុកោណកែងផ្ដេកមួយនេះទម្រង់ចតុកោណកែងផ្ដេកពេលបាតវិញយើងអាចយកប៉ុណ្ណឹងមកដាក់នៅខាងនេះចឹងអេលីបផ្នែកខាងក្រោមគឺត្រូវឲ្យធំបន្តិចអញ្ចឹងគួរយកប៉ុណ្ណឹងបាទខ្ញុំយកប៉ុណ្ណឹងមកដាក់មានន័យថាយកប្រវែងនេះដាក់នៅទីនេះហើយយើងលួចឲ្យវាធំបន្តិចកុំឲ្យប៉ិនគ្នាដោយសារខាងលើអេលីបរបស់វាត្រូវទូចជាងខាងក្រោមបើតាមន័យត្រាទោះដូចខ្ញុំបានបញ្យល់ខាងដើមហើយខាងក្រោមនេះអេលីបរបស់វារាងធំខាងលើរាងទូចស្ដើងមកតោះអញ្ចឹងយើងចាប់ដើមរកអេលីបមកអញ្ចឹងកន្លែងនេះនៅពេលដែលយើងគូអេលីបចំណុចដែលយើងប្រយ័ត្នអាកន្លែងមាត់នេះណានេះបើយើងអត់បានគិតពីទម្រង់របស់វាច្បាស់លាស់មកយើងគូទៅនេះវាឃើញកន្លែងនឹងស្រួចណាយើងឃើញកន្លែងនឹងស្រួចអត់ស្អាតទេឃើញទេនេះកន្លែងនេះស្រួចនេះអញ្ចឹងវាដូចបាក់អញ្ចឹងធ្វើម៉េចរកកំណោងរបស់វាកុំឲ្យកន្លែងហ្នឹងស្រួចបាក់ធ្វើម៉េចឲ្យឃើញកោងទោះជាទូចក៏ដោយទោះជាយើងគូអាមាត់ហ្នឹងទូចក៏ដោយធ្វើម៉េចកុំឲ្យកន្លែងហ្នឹងឃើញស្រួចដូចមាត់ចាបស្រួចអញ្ចឹងណាប្រយ័ត្នកន្លែងហ្នឹងយើងចូលមកនេះវិញផ្នែកខាងក្រោមយើងរកដែរយើងដៅកន្លែងពីរនេះមកហើយយើងរកកំណោងនៅកន្លែងហ្នឹងអញ្ចឹងតាមពិតទៅអានេះវានៅខាងក្រោយទេប៉ុន្តែយើងត្រូវតែគូដើម្បីឲ្យមើលទៅឃើញថាខាងមុខនិងខាងក្រោយហ្នឹងវាសមគ្នាអត់អាចគូទៅខាងមុខបានទេណាមិនមែនថាអាហ្នឹងនៅខាងក្រោយចាំបាច់គូធ្វើអីអត់ទេគឺតែគូដើម្បីរកនេះកន្លែងកំណោងហ្នឹងឃើញស្អាតយើងអត់អាចចាប់គូមពងឡើងស្រាប់តែយើងគូចេញមកចេះមកអូខេអាហ្នឹងយើងករណីយើងចេះគូស្ទាត់ហើយអត់អីយើងអាចធ្វើបានយើងអាចមើលទៅឃើញថាវាសមឬមិនសមយើងអាចប៉ាន់ស្មានដឹងប៉ុន្តែយើងករណីរៀនដបងអញ្ចឹងគូធ្វើម៉េចឲ្យឆ្លោះអញ្ចឹងមាត់ផ្នែកខាងលើប៉ុណ្ណឹងសេរីតម្រង់បន្តិចឲ្យត្រង់តែយើងនៅពេលដែលយើងចង់បានត្រង់អត់យកបន្ទាត់ទៅគូទេណានោះមើលឃើញកុំយកបន្ទាត់ទៅគូអត់ស្អាតទេយើងសុខចិត្តសេរីនឹងដៃយើងធ្វើម៉េចឲ្យឃើញត្រង់តែអញ្ចឹងកន្លែងនេះ
ខ្ញុំចាប់ដើមកំណត់សាច់របស់វាសាច់ដូចយើងនិយាយខាងនេះដែរអញ្ចឹងបាទខ្ញុំកំណត់សាច់ប៉ុណ្ណេះប្រវែងប៉ុណ្ណឹងនេះកម្រាស់សាច់ប៉ុណ្ណឹងបាទកម្រាស់សាច់នេះប៉ុណ្ណាខាងនេះប៉ុណ្ណឹងដែរអញ្ចឹងយើងរកកំណោងតាមហ្នឹងមកប៉ុន្តែកន្លែងនេះត្រូវស្ដើងអត់ក្រាស់ដូចខាងនេះទេអូខេតោះអញ្ចឹងយើងចាប់ផ្ដើមដាក់តង់ពលឺស្មៅទៅលើខ្លួនរបស់វាបាទតង់ពលឺស្មៅខ្ញុំយកតាមអានេះដដែលអញ្ចឹងពលឺមកពីខាងនេះអូលេខគិតមួយទៀតស្មៅអញ្ចឹងស្មៅបើពលឺមកពីខាងហ្នឹងយើងឲ្យស្មៅមកខាងនេះមកស្មៅវាអាចវែងប៉ុន្តែយើងអាចឲ្យប្រវែងហ្នឹងហើយនៅពេលដែលយើងផាត់ច្បាស់ពីខាងនេះហើយយើងចាប់ផ្ដើមព្រាលនៅចុងនេះព្រាលផ្ដាច់មកអូខេខ្ញុំឲ្យស្មៅអញ្ចឹងតោះអញ្ចឹងខ្ញុំដូរខ្មៅដៃខាងនេះខ្ញុំស្កិច 2B ទេដើម្បីគ្នាយើងងាយស្រួលមើលអញ្ចឹងខ្ញុំចែកតុង1 2 4 3 4 3 4 មកវិញអានេះ2ផ្នែកខាងក្នុងនេះចឹងអានេះងឹតពីខាងនេះមកអាច4នៅកន្លែងនេះ3 2 1មកកន្លែងនេះ1មកចឹង4 3 2 1កន្លែងនេះយក2មកវិញចាម្លង2 4អាខាងក្រៅ1 2 3 4 3 2ខាងក្នុងវិញ4 3 2 1នេះ2វិញមកធ្វើម៉េចឲ្យខាងក្រៅនិងខាងក្នុងហ្នឹងកុំត្រាស់គ្នាកុំឲ្យដូចគ្នាមិនមែនថានេះអានេះ4ហើយស្រាប់តែអានេះ4ដែរអញ្ចឹងជាប់គ្នាហើយស្អាតទេតោះយើងចាប់ដាក់ផាត់អញ្ចឹងមុននឹងផាត់យើងសម្អាតតម្រង់វាសិនមកខ្ញុំចាប់ពីហាស់ឬក៏ហាស់បេទៅយើងប្រើខ្មៅដៃដល់ 6B ឬក៏ 7B មកណាបើយើងមានហាស់បេដាក់ហាស់បេទៅឥឡូវខ្ញុំមានហាស់ខ្ញុំដាក់ហាស់ចូលទៅមុនគេអញ្ចឹងហាស់ហ្នឹងយើងគិតថាវាជាតុងទី1បាទបន្ទាប់មកឡើង B ឬក៏ 2B អញ្ចឹងអានេះហាស់តុងទី1យើងប្រើហាស់ហើយឥឡូវបូកនឹងហាស់ B ឬ B ហាស់ B ឬ B តែអញ្ចឹងខ្ញុំចូលខ្មៅដៃ B នៅកន្លែងតុងទី2នេះ
chẳng này có trời châu này ok chẳng tông tí pi tông tí bay tông tí bốn cứ đã tới tầng ở còn tái cái lanh tông tí muối dương on passport tì đời xa cầm lăng tông bảo vía trâm tay mọi đại hà tì ok này mọi đại b lâu dương đó bột nâng bị bì là đo tông thị bay đã đo 7 bi rồi có bị bì tông thị bay ní 7 bi rồi bị bì mọi đánh muối bí bay lợi đó tông thị buồn chúng đã đó 7 bi rồi có 4 bi rồi đã 7 bi sẵn muối bí bay 4 4 cái này này chẳng đã về đến ngôn tị máu tị 4 chẳng cái này tị bay ở passport tên nó trong ní chẳng cái này sạch rồi xây sạch bầm pùng ní dừng ọt phạt thế nè dừng tộc sần chẳng trong ní tị 4 tị bay màu vĩnh tị pí chẳng dừng đặt mọi đài xa từ nè bị bì rồi có bắt đinh tơ tam đòn đó đây nhà đò thì mùi xa này thì bì ngặt vinh tích nắng sắn nóng nắng nếu bây giờ dương phạt khuôn bác sĩ lắng dương thua mấy ở khơi tông bảo vía đặt trên sân cùng toàn khơi thua mấy ở việc khơi smooth ấy chẳng cùng toàn kịch dương thua mấy ở khơi có đinh tông ta mà với đây dương bàn chạy và topic khơi dương mơ từ khơi tông chẳng hỏi dương chập làm plan cho kia mà ta thì 4 plan là vì châu cho mùi nắng thị 7 mà chẳng hạn dọc mặt đáy trầm 7 bi bởi dân blur pi tông thị 4 châu mò thị 7 dân dọc mặt đáy 4 bi các bạn 7 bi các bạn đây lớn chúng đã 4 bí chẳng plan pi cái lành tông thị 4 mó cho tông thị 7 chẳng về plan chỗ cứ dân chập làm pi một tầng nọ bảo vì màu một tầng nọ là cái lành nát cứ dân phở to pi cái lành năng máu đâm bầy vi trô máu
ស៊ីគ្នាជាមួយនឹងតុងទី3ប៉ុន្តែកុំសកត់ពេកណាតែសកត់ពេកអាតុងទី3នេះកើតជាតុងទី4ដែរដោយសារអីកម្លាំងខ្មៅដៃរបស់យើងកាន់នេះគឺកាន់ខ្មៅដៃបោះតុងទី4អញ្ចឹងឃើញខ្ញុំកាន់ឲ្យមកខាងក្រោយដើម្បីកុំឲ្យវាធ្ងន់ដូរដាក់ 3B វិញ3B អាចចូលមកផ្នែកបានខាងចូលមកថែមផ្នែកបានទៀតអញ្ចឹងដោយសារយើងធ្វើនេះយើងធ្វើឲ្យតុងទី4ជាមួយតុងទី3ហ្នឹងចូលគ្នាអញ្ចឹងខាងនេះដូចគ្នាដែរខាងនេះតុងទី3អញ្ចឹងយើងយកអាទី4ហ្នឹងមកចូលមកទី3មកពីមុខតំណហ្នឹងធ្វើពីកន្លែងមុខតំណហ្នឹងមកគំនូមកឃើញគ្នាយើងពេលធ្វើត្រូវអត់ធ្មត់ណាធ្វើបន្តិចអត់ចាប់ពុបឡើងយើងផ្លោះខ្មៅដៃយើងធ្វើតាមលំដាប់ដោយតែនៅពេលដែលយើងចេះច្បាស់ហើយអូខេអាចផ្លោះទីសាសខ្លះធ្វើមិនឲ្យលឿនបានប៉ុន្តែយើងរៀនដំបូងយើងធ្វើតាមលំដាប់ដោយខ្មៅដៃសិនកន្លែងណាត្រូវស្រាដាក់ខ្មៅដៃប្រមាណយើងធ្វើតាមនឹងសិនមកចាំចេះហើយអូខេដាក់មិនក៏បានដែរយើងអាចប្របែកខ្លួនឯងបានអូខេកន្លែងនេះដាក់ឲ្យមកដល់ត្រឹមតម្រង់ដែលយើងបានស្កេចអង្គូចាប់តម្រង់ដំបូងហ្នឹងចាប់ដើម blur ពីទី3ចូលទី2អញ្ចឹងយកខ្មៅដៃ 2B មក 2B យើង blur ពីកន្លែងមុខតំណហ្នឹងមកមុខតំណនៅត្រឹមណាយើង blur ពីត្រឹមហ្នឹងមកនេះត្រឹមនេះអញ្ចឹងយើងចាប់ផ្ដើម blur
tông tí mũi tông tí pi cho tông tí mũi chẳng nhầm vô mà đai trầm hạt bề bàn ấy thì cái này một tờ nò nắng nặng lắm cha cái này tông tí mũi nó dương tộc tông đây dương ban tần ngọc hạt bề rồi có hạt tăng vi tờ 4 á chẳng cái này này cũng ao việc bật sạch bằng púng dương dọc đầy đỏ mà đỏ thích màu hay dương nằm rầm về tờ vinh cái này tông ngất dương vô mà đây ngất từ đầm rấm cái này tông phứ vô mà đây phứ từ đầm rầm về này càng cao này càng cao dương nằm rầm đấyแต่ឲ្យឃើញ line ទេណាអញ្ចឹងអានេះវាជាមៀតរបស់ស៊ីឡាំងអញ្ចឹងតិចទៀតយើងនឹងបំលែងវាទៅជាបំពង់ឫស្សីឬក៏បំពង់ទឹកត្នោតហ្នឹងអានេះយើង blur ដែរយក 2B មក blur កន្លែងកែមឡាញនេះខ្មៅដៃយើងដិតពេកយើងអាចដកចេញខ្លះមកកុំឲ្យឃើញឡាញដកឲ្យយើងតម្រឹមដោយប្រើតង់ទៅតម្រឹងមិនមែនយកឡាញទៅតម្រឹមទេចឹងកន្លែងហ្នឹងតង់ទី2យកតង់ទី2ទៅតម្រឹមឥឡូវនេះ blur ចូលមកតង់ទី1ចឹងដូរខ្មៅដៃដាក់ហាស់ D ទៅកុំឲ្យខូចតង់ទី1ដាក់ហាស់ឬក៏ហាស់ B ហើយហ្នឹងតែសារវាគៀកនឹងតង់ទី1វាជាប់នឹងតង់ទី1អញ្ចឹងយើងប្រើខ្មៅដៃស្រាលបានហើយបើធ្ងន់ពេកវាអាចប៉ះពាល់ខូចតង់ទី1វាទៅជាងឹតអញ្ចឹងណាចឹងខាងក្រោមនេះយើងកុំដាក់ងឹតពេកដោយសារវាជា reflection ចេញពីនេះទៅវាជាចំណាំងផ្លាតយើងដាក់មុំទៅអាចថាខាងនេះធ្ងន់ជាងខាងនេះកន្លែងតង់ទី3តង់ទី4ខ្ញុំយកតង់ខ្ញុំយកខ្មៅដៃ 4B មកតម្រឹមតិចទៀតថែមតង់តិចតួចទៀត
ខាងក្រោមនេះយើងកាត់អក្សរហើយមកចឹងអក្សរយើងអាចប្រើ 6B ឬក៏ 7B ឥឡូវខ្ញុំដាក់ 6B សិនអក្សរខាងក្រោមខ្ញុំមើលលើកមើលបន្តិចមកអូខេលើកមើលឃើញថាបាតបំពង់នេះអត់ស្មើគ្នាទេអញ្ចឹងលើកបន្តិចចឹងពេលយើងគួរសារលើកមើលណាបាទលើកមើលយើងអត់ដឹងថាចំណុចខុសនៅកន្លែងណាទេវាអាចយើងគូតិចចាល់ភ្នែកចឹងយើងលើកមើលរៀងឆ្ងាយតិចមកលាតមកអស់ដៃយើងកាន់ចឹងហើយលាតមកអស់ដៃមើលអូខេតាមទម្រង់ស៊ីឡាំងយើងការផាត់ស៊ីឡាំងទៅបែបអញ្ចឹងឥឡូវយើងចាប់ផ្ដើមដាក់ texture បំលែងវាទៅជាបំពង់ឫស្សីអញ្ចឹងនេះឧទាហរណ៍ថាវាជាបំពង់ទយោឬក៏បំពង់ដែកបំពង់អីអញ្ចឹងទៅចឹងឥឡូវយើងដាក់វាទៅជាបំពង់ឫស្សីអញ្ចឹងបំពង់ឫស្សីនេះមើលរូបភាពយើងឃើញ texture របស់វាបំពង់ឫស្សីគឺឆូតបដោយទៅតាមខ្លួនរបស់វាបដោយទៅតាមស៊ីឡាំងហ្នឹងអញ្ចឹងនៅពេលដែលយើងផាត់យើងឆូតអញ្ចឹងដែរប៉ុន្តែរបៀបនៃការឆូតបើសិនបើប៉ះនឹងតុងទី1យើងអាចឆូតវារាងស្រាលប៉ះតុងទី2ឆូតឲ្យវារាងធ្ងន់ជាងតុងទី2បន្តិចប៉ះតុងទី3ឆូតវាឲ្យធ្ងន់ជាងតុងទី3បន្តិចអញ្ចឹងប៉ះនឹងតុងណាយើងឆូតឲ្យវាធ្ងន់ជាងតុងហ្នឹងបន្តិចទៅឃើញអា texture ឆូតវាចេញមកតោះឥឡូវយើងដាក់ texture វាចូលកន្លែងនេះខ្ញុំធ្វើពីតុងទី4ទៅមុនឆូតពីតុងទី4ទៅមុនឆូតឬក៏យើងអាចផាត់ក៏បានដែរយើងផាត់ឲ្យឆូតទៅតាមបដោយខ្លួនរបស់វាមកចឹងសុំពង្វិលបន្តិចដើម្បីឲ្យត្រូវដៃយើងផាត់ទៅប្រឈរចឹងមកចឹងកន្លែងនេះតុងទី4យើងអាចយកខ្មៅដៃ 4B ឬក៏ 5B មកធ្វើប៉ុន្តែធ្វើម៉េចឲ្យវាឆូតមើលទៅឃើញធ្ងន់ជាងតុងទី4បន្តិចមកបានហើយកុំឲ្យធ្ងន់ពេកអាចឆូតម្ដងនេះក៏បានដែរប៉ុន្តែយើងត្រូវស្រាលដៃយើងចាប់ផ្ដើមឃើញ texture ឫស្សីតិចតិចហើយចឹងដូរខ្មៅដៃដាក់ B វិញដោយសារយើងធ្វើមកគៀកខាងនេះកុំឲ្យកាន់ 4B មកធ្វើវាអាចខូចតុងតែដៃយើងអត់បានសម្រាលទេទៅជាតុងកន្លែងហ្នឹងយកតុងទី4លើហើយដោយសារយើងកាន់ខ្មៅដៃ 4B អញ្ចឹងតែយើងអត់បានសម្រាលដៃទេទៅជាតុងធ្ងន់ខូចតុងអញ្ចឹងកាន់ខ្មៅដៃស្រាលនៅពេលដែលយើងធ្វើគៀកនឹងតុងភ្លឺតុងទី1តុងទី2យើងកាន់ខ្មៅដៃស្រាលមកដូរខ្មៅដៃអាចដាក់ 2B កន្លែងដិតនេះដាក់ 4B ឬក៏ 5B ចូលបាន
Chứ chấm á chột thịt chờ về nó chột group từ tam tông để dương bàn chạy này cái này thôn nhưng chột thôn mau cái này xa nhưng chột đừng xa mau từ tam tông cái này ní nhưng dột mà đây trầm ha thế mà thử để xa cái này nó tông xa xa vô mà đạn nó lừa cái này thôn này ban ở bánh hai còn tái vô thôn tự đạn cái này xa nhìn bánh hai khối tông dương click luôn tân tích cái này tông lư nó tơ giờ nghịch bạch ta bây giờ cho asra mà phơ cái này nhà thốn dục mọi đấy mọi đây asra phơ cái này thốn ọt bánh ha thì vì ọt nè mọi đây thốn thì phơ tam sẵn lăng phơ tam chất ok luôn một bông nhưng tham tông cái này này tích tiếp dương tham tông dương phạt chia thạch chờ một bông từ tham đong thứ là vì khởi cái này riêng thôn tích đã làm b 4b lên lên khơi nhái tại sao cái này ní vì chụp chọn từ đôi mà đây 4b này chẳng mình đã làm nó 5b chẳng ai nó bây giờ dừng phạt tới khơi nhưng từ chất mà đây rồi những tích bạn đã tới đợt complete nát này dưỡng tới trăm nó bây giờ dưỡng trong lòng ít rồi chất mà đây rồi rồi biệt chất mà đây thì xa mùi na sro rồi mùi năng tứ năng 8 trong năng trong nồi chật bỏ dương ta chẳng dương mau làm ật mọt viên tích sao mọt viên nữ ở toàn bàn làm ật thế khốn trong cái tha vì phần năng chó khi ai mình phê làm ật thái em tiết các bạn này phô mạch ở khơi tông virus đình hết an thạch chờ virus đình hết an khơi mình xa mình thôn mình ấy khá chẳng mắt ok hả lớn khốn nhom tục phần năng sẵn là lớn máu
លំអិតមាត់បន្តិចដោយសារមាត់យើងអត់បានធ្វើទេយើងលំអិតហ្នឹងគឺយើងលំអិតបំបត្តិឡាញនេះដូចត្រង់ចំណុចនេះយើងឃើញឡាញអញ្ចឹងយើងយកមកដៃត្រឹមហាស់មកបស៊ីឡាញហ្នឹងចូលជាមួយនឹងសាច់តុងខាងក្នុងហ្នឹងមកផ្នែកខាងលើយើងត្រូវដកចេញបន្តិចមកឲ្យវាដិតពេកយក 3B មកតម្រឹមកន្លែងតុងធ្ងន់តុងទី4តុងទី3នេះគ្នាយើងអាកន្លែងនេះនៅពេលដែលយើងនេះនៅពេលដែលយើងគូខ្លួនវាហើយអញ្ចឹងឧទាហរណ៍យើងចង់លម្អិតមាត់យើងមិនត្រូវដាក់ដៃចេះអញ្ចឹងវាអាចប្រឡាក់ខូចមកប៉ះដៃរបស់យើងហ្នឹងអស់តុងពីនៅក្នុងខ្លួនរបស់ស៊ីឡាំងហ្នឹងខ្លួនរបស់កំប៉ុងហ្នឹងអញ្ចឹងយើងអាចទំនាប់ជាกระดาษបាទទំនាប់វាមកទ្រាប់វាមកអញ្ចឹងយើងអាចដាក់ដៃបានស្រួលដូរមកដៃមកអាចត្រឹម 2B ឬក៏ហាស់ B ឬក៏ B ក៏បានដែរព្រោះកន្លែងនេះវាតុងស្រាអញ្ចឹងយកអាស្រាមកបដិញវាមកចឹងកន្លែងនេះកុំឲ្យវាភ្លឺពេកដោយសារវានៅខាងក្នុងកុំឲ្យភ្លឺដូចអានេះដោយសារវានៅខាងក្នុងទេអញ្ចឹងយើងអាចឲ្យឃើញតុងវាបដិញពីធ្ងន់មកស្រាលបានប៉ុន្តែមិនបាច់ឲ្យភ្លឺពេកទេដោយសាររុនហ្នឹងវាជ្រៅទៅក្នុងផ្នែកខាងនេះយើងផាត់តិចមកដៃហាស់ B ហ្នឹងឲ្យឃើញឡាញទេណាឃើញតុងបានតែឲ្យឃើញឡាញខាងក្រៅនេះយើងតម្រឹមដែរតុងទី3កន្លែងណាយើងយកខ្មៅដៃ 3B មកកន្លែងខ្ញុំយក 3B មកតម្រឹមវា 4B គៀកទៅតុងទី4ឬក៏នៅលើតុងទី4យើងយក 4B មកកន្លែងនេះយកហាស់ B មកតម្រឹមវាឃើញឡាញអញ្ចឹងយើងកុំឲ្យឃើញឡាញតម្រឹមវាមកតម្រឹមពីឡាញហ្នឹងចូលមកសាច់តុងហើយកុំភ្លេច texture បំពង់វារត់បដោយតាមទិសបដោយនៃបំពង់
Ê, tao chẳng dương chọc ra vừa sầm màu dương bắt đành màu lời trong cạnh chế chân đã cái này đi thì 4 rồi có thì 3 chỉ tới phô mách cầm ao bà lòng là cái này này thôn chia cái này nắng rồi xa chia cái này nắng ai bắt đành mong xa cái này cầm tới cái này chẳng của họ đã 4 7 2 1 hai bờ mà chẳng đã 4 nắng men tha 4 to ta 4 vô bà pan năng thật đã thì ở thì nhưng ai cái này nắng xa sao hỏi dương bắt đành máu ngôn trầm mà đại hạt bí hỏi dương bắt đành máu sao mà lờ về nó chẳng anh ấy trong căn mà đại hạt bí thế ta dương ai phơ ơi khơi miền tông bàn tông và đánh bàn ở xa cái này ní dương sự cọt trên ngón mà đó ní dương sầm ra hàng cái đó ní dương sầm ra trắng dương trong ao kháng này đặt tích tiết chẳng lời nhọ bầy bì mà đại cái này ní cái này ní cũng ao khơi chấm năng phạt hàng page nhưng ai chụp mặt đây trầm hạt bì máu đã bị bờ tích tích nó cũng ao khơi plư và hai tông thì mùi chân cái này năng dân còn ao khơi plư tích 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 mọi này chỉ chấm năng phạt xe đây nhưng ai đã trầm ná rồi đã xe đây trầm này chân dân qua mà qua của vai nắng đã cái này đài chẳng hạn nick sai dân bay chạy plong thế cùng cho lòng thà năng trực sai đây đã nơi cái lấy năng cả bán này bàn tay bị ngay bây giờ bạ phạt nhưng phạt cò hôi
យើងដាក់គៀកនេះមកផាត់បន្តិចមកហើយខ្សែដីយើងដាក់ទៅយើងចង់បញ្ជាក់ថាវត្ថុស៊ីឡាំងហ្នឹងវាឈរនៅលើអីមួយអាចឈរនៅលើតុឬក៏ឈរនៅលើតម្រអីមួយដែលអាចទ្រវាបានយើងផាត់ស្រាលមកកុំផាត់ធ្ងន់ពេកទៅធ្ងន់ពេកទៅជា background ហ្នឹងលេបតួឯករបស់យើងលេបស្មៅលេបតួឯកអស់អញ្ចឹងយើងផាត់ស្រាលតិចមកបានណាយើងយកខ្មៅដៃហាក់បេណាហ្នឹងឥឡូវមកលើបំពង់នេះវិញយើងលំអិតឲ្យកាន់តែដូចបំពង់ឫស្សីមែនតែនអញ្ចឹងបើយើងជាទូទៅនៅពេលដែលគេយកបំពង់ឫស្សីទៅធ្វើជាបំពង់ទឹកត្នោតភាគច្រើនគឺគេមានថ្នាំងកន្លែងហ្នឹងដើម្បីដាក់ទឹកត្នោតមកកន្លែងហ្នឹងមានថ្នាំងបិទចិត្តអញ្ចឹងទឹកត្នោតវាអត់លិចទេបាទអញ្ចឹងយើងធ្វើថ្នាំងកន្លែងហ្នឹងបន្តិចមកអញ្ចឹងយើងអាចដាក់កន្លែងហ្នឹងឲ្យរៀងដិតបន្តិចអញ្ចឹងចង់ធ្វើឲ្យវាដិតតុងទី4ប៉ះនឹងតុងទី4យើងធ្វើឲ្យរៀងដិតជាងតុងទី4បន្តិចមកឥឡូវខ្ញុំយក 5B ណា 5B 3 4 5បាទអញ្ចឹងកន្លែងហ្នឹងស៊ុំបន្តិចបាទអញ្ចឹងកន្លែងហ្នឹងយើងសកត់វារៀងធ្ងន់ជាងអាតុងទី4ហ្នឹងបន្តិចមកហើយមកកន្លែងនេះស្រាអញ្ចឹងកន្លែងហ្នឹងបើយើងចង់ដាក់ថ្នាំងមានន័យថាអញ្ចេះន័យថានេះគឺជាបាតបំពង់ហើយថ្នាំងគឺនៅលើហ្នឹងវាមានពីរកលៈអញ្ចឹងអញ្ចឹងអាថ្នាំងនេះបិទចិត្តអញ្ចឹងវានឹងឃើញកលៈកន្លែងថ្នាំងហ្នឹងបន្តិចមកខាងក្រៅឫស្សីនៅពេលដែលវាប៉ះនឹងកន្លែងថ្នាំងហ្នឹងវាឃើញកលៈបន្តិចអីចឹងមកកន្លែងនេះវិញបំពង់យើងវិញយើងដាក់រៀងធ្ងន់កន្លែងខាងក្រោមវានេះកន្លែងហ្នឹងបន្តិចមកខាងនេះយើងស្រាកុំធ្ងន់ចឹងអាថ្នាំងហ្នឹងគឺវាត្រូវរត់តាមខ្លួនតែដាក់ខ្មៅងឹតទាំងអស់អត់រត់តាមខ្លួនទេវាមិនមែនជាថ្នាំងដាក់ងឹតចឹងហើយយើងអាចដកយកដីដកពីលើនឹងតិចខ្មៅនៅខាងក្រោមដកឲ្យភ្លឺនៅខាងលើអូខេហើយយើងយកដីដកពីលើតិចដកពីលើអាខ្មៅដែលយើងដាក់ពីខាងដើមមិញហ្នឹងដាក់ធ្វើថ្នាំងវិញហ្នឹងដកពីលើតិចមកតិចបានហើយតែដកហឹងពេកលែងឃើញតង់លើហើយដកតិចណាអញ្ចឹងវាឃើញពកឡើងហើយប៉ុន្តែកុំឲ្យឃើញពកឡើងពេកយើងស្លាប់វាវិញតិចដាក់ខ្មៅដៃសម្រាប់កុំឲ្យឃើញដិតអាចយកត្រឹមហាស់ B ក៏បាន B ក៏បានយកមកដាក់ពីលើតិចវិញមកកុំឲ្យឃើញភ្លឺពេក
Chẳng bằng bông tập nào vì mình năng cái này nắng khăn lớn ấy bây giờ chọn đặt sai tiết có đã không ta model kê và model kê mình sai đặt sai còn tay của nó là trăm tháng nó bây giờ dương cú cái này ba năng tông ná cứ việc thôn dương tông năng tịch thì thêm xong tích chân cái này đi nhung vô bầm pi bề mặt đã xong phải đặt bạt về rồi viên năng màu ok chẳng trong lồng ắt trầm ta pan năng thế chẳng xâm nhập mê riêng xì lăng ní cứ miền trai pan năng chẳng chỉ trong gói xong ở con xong chấm rệp lì chụp nên ở video bằng tọp tiết đại dương nâng cù rụp bài tại cái nạ chia model cùng